ផ្ទះដំបូលក្រហមចំនួន108ខ្នងសង់ប្របនឹងដងផ្លូវជាតិលេខ7ក្នុងភូមិសម្បូរសែនជ័យឃុំស្វាយជ្រះស្រុកស្នួលខេត្តក្រចេះគឺជាលំនៅឋានរបស់អតីតយុទ្ធជនដែលរាជរដ្ឋាភិបាលបានផ្ដល់ជូនស្ថិតនៅក្នុងទីតាំងដីសម្បត្តិសង្គមគិច្ចសម្រាប់ផ្ដល់ជូនអតីតយុទ្ធជនទំហំ250ហិកតាផ្ទះទាំង108ខ្នងនេះចាប់ផ្ដើមសាងសង់តាំងពីឆ្នាំ2011មកម្លេះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលជានិច្ចការសម្ដេចទាំងទ្វេតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់អតីតយុទ្ធជននេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តក្រចេះក្នុងមូលដ្ឋានខាងលើនេះបានរៀបចំជាភូមិករបែងចែកដីសម្រាប់ធ្វើកសិកម្មដីលំនៅឋាននិងសង់ផ្ទះជូនអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតមកពីបណ្ដាខេត្តមួយចំនួនរួមមានអតីតយុទ្ធជនក្នុងខេត្តក្រចេះ36គ្រួសារអតីតយុទ្ធជនមកពីខេត្តកំពង់ចាម34គ្រួសារនិងមកពីខេត្តត្បូងឃ្មុំចំនួន38គ្រួសារលោកសេងសធាមេភូមិសម្បូរសែនជ័យបានថ្លែងឲ្យដឹងថាបច្ចុប្បន្នស្ថានភាពនៃការរស់នៅរបស់អតីតយុទ្ធជនក្នុងមូលដ្ឋាននេះមានភាពល្អប្រសើរច្រើនជាងពេលមុនក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាននិងជាពិសេសភូមិឋានទទួលបានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ដែលជាផ្នែកមួយជួយសម្រាលការលំបាករបស់បងប្អូនអតីតយុទ្ធជនដែលរួមមានការតភ្ជាប់បណ្ដាញផ្លូវថ្នល់អគ្គិសនីព្រមទាំងចំការដំណាំរបស់បងប្អូនទទួលបានផលគាប់ប្រសើរពីមួយឆ្នាំទៅមួយឆ្នាំបាទពីមុនគឺសាលារៀនអីវានៅសាលារៀនឈើហ្នឹងធ្វើដោយសហគមន៍អញ្ចឹងចេះតែអាវាយសសរជាសសរបលៅមូលតែនៅក្នុងរយៈពេល10ឆ្នាំក្រោយមកនេះមកដល់ទល់2026នេះទី1សាលាសម្បូរសែនជ័យទៅជាសាលាថ្មហើយធ្វើជាលបងថ្មហើយមានសួនកំសាន្តដោយមានសុំទៅជាដូចជាអង្គការទស្សនៈពិភពលោកសុំទៅជាអង្គការផ្សេងដើម្បីឲ្យគាត់ចូលមកជួយនៅក្នុងសាលារបស់យើងនឹងដើម្បីឲ្យតាក់ទាញសិស្សឲ្យបានចូលរៀនច្រើនបាទហើយនៅចំណុចទី2នោះគឺគេហៅសាលាប្រឡោះព្រួញបឋមសិក្សាប្រឡោះព្រួញបាទពីមុនជាសាលាឈើឥឡូវคล้ายទៅជាសាលាថ្មមួយខ្នង4បន្ទប់ដោយយើងសុំទៅខាងអង្គការជប៉ុនបាទសប្បុរសជប៉ុនហើយនៅឆ្នាំ2025មុននេះគឺយើងសុំបានសាលាមត្តេយមួយខ្នង3បន្ទប់ទៀតបាទសុំពីខាងអង្គការជប៉ុនដដែលបាទលោកមេភូមិខាងលើបានឲ្យដឹងបន្ថែមទៀតថាបច្ចុប្បន្នបងប្អូនអតីតយុទ្ធជនដែលរស់នៅតំបន់នេះក្រៅពីទទួលបានប្រាក់សោធននិវត្តន៍ប្រចាំខែពីរាជរដ្ឋាភិបាលពួកគាត់ក៏អាចរកចំណូលបន្ថែមពីផលដំណាំរបស់ពួកគាត់ដែលមានដូចជាដំឡូងមីស្វាយកែវរមៀតស្វាយចន្ទីជាដើមចំពោះទិន្នផលដែលដាំដុះបានមិនពិបាកក្នុងការស្វែងរកទីផ្សារលក់ចេញទេព្រោះតែមានឈ្មួញចូលមកទិញដល់ផ្ទះនិងដល់ចំការរបស់ពួកគាត់ទាំងនេះជាផ្នែកមួយនៃការរស់នៅរបស់អតីតយុទ្ធជនក្រោមការគិតគូរនិងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាដែលមានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានិងអាជ្ញាធរមូលដ្ឋានជាសេនាធិការសូមជម្រាបជូនថាសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាក្រោមការដឹកនាំចង្អុលបង្ហាញពីសម្ដេចតេជោហ៊ុនសែនជាប្រធានសមាគមនិងមានសម្ដេចធិបតីហ៊ុនម៉ាណែតជាអនុប្រធានទី1ព្រមទាំងឯកឧត្តមគតិសង្ឃហបណ្ឌិតគុណគីមជាអនុប្រធាននិងជាសេនាធិការបានបន្តចូលរួមលើកកម្ពស់ការរស់នៅរបស់អតីតយុទ្ធជននិងបច្ចុប្បន្នបានគិតគូរទាំងនិវត្តជនដែលជាមន្ត្រីរាជការស៊ីវិលចូលនិវត្តន៍ឲ្យទទួលបានការរស់នៅសមរម្យដែលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍